រឿងកសុភីនិងបឹងវេទមន្តនៅជ្រៅក្នុងព្រៃដ៏ខៀវស្រងាត់ជាប់នឹងបឹងមួយដែលទឹកភ្លឺចែងចាំងដូចត្បូងមានភូមិតូចមួយឈ្មោះភូមិភ្លើងផ្កាយនៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះសុភីដែលល្បីខាងភាពក្លាហានប៉ុន្តែចិត្តនាងតែងឆេវឆាវនិងចង់បានអ្វីតាមចិត្តខ្លួនថ្ងៃមួយពេលសុភីដើរស្វែងរកផ្លែឈើក្នុងព្រៃនាងបានជំពប់ជើងលើឈើហើយធ្លាក់ចូលទៅក្នុងរូងភ្នំលាក់កំបាំងមួយនៅទីនោះនាងឃើញបឹងតូចមួយដែលទឹកបឹងឆ្លុះបញ្ចាំងនៅពន្លឺផ្កាយទោះបីជាវាជាពេលថ្ងៃក៏ដោយនៅកណ្ដាលបឹងមានដើមឈើមួយដើមដែលស្លឹកឈើភ្លឺចាំងដូចត្បូងរកហើយផ្ការបស់វាមានពណ៌មាសសុទ្ធនៅគល់ដើមឈើមាននារីអាចកំបាំងម្នាក់ស្លៀកសម្លៀកបំពាក់សូត្រពណ៌បៃតងភ្នែករបស់នាងភ្លឺដូចផ្កាយនារីនោះនិយាយថាសុភីអើយនេះជាបឹងវេទមន្តដែលអាចបំពេញបំណងពីរយ៉ាងរបស់អ្នកប៉ុន្តែសូមប្រយ័ត្នបំណងនេះមួយនឹងឆ្លុះបញ្ចាំងចិត្តរបស់អ្នកបើចិត្តអ្នកស្អាតស្អំអ្នកនឹងទទួលបានសុភមង្គលប៉ុន្តែបើចិត្តអ្នកសុភីដែលមិនសូវជឿរឿងអាថ៌កំបាំងបានសើចចំអកហើយសូមបំណងទី1ភ្លាមខ្ញុំចង់បានគ្រឿងអលង្ការដ៏ស្រស់ស្អាតដែលគ្មាននរណាធ្លាប់ឃើញភ្លាមនោះទឹកបឹងបានបក់ឡើងហើយបណ្ដុំត្បូងមួយដែលភ្លឺចាំងដូចផ្កាយរាប់ពាន់បានលេចឡើងនៅមុខនាងសុភីសប្បាយចិត្តខ្លាំងហើយយកគ្រឿងអលង្ការទៅភូមិប៉ុន្តែនៅភូមិសុភីបានផ្លាស់ប្ដូរនាងអួតអំពីទ្រព្យសម្បត្តិរបស់នាងមើលងាយអ្នកភូមិនិងបដិសេធមិនជួយអ្នកណាឡើយនាងថែមទាំងបណ្ដេញក្មេងដែលចង់មើលគ្រឿងអលង្ការរបស់នាងអ្នកភូមិចាប់ផ្ដើមខឹងនឹងនាងហើយភូមិដែលធ្លាប់សុខសាន្តបែរជាពោពេញទៅដោយភាពតានតឹងពេលសុភីត្រឡប់ទៅបឹងវេទមន្តដើម្បីសុំបំណងទី2នាងបាននិយាយថាខ្ញុំចង់បានអំណាចដើម្បីឲ្យគ្រប់គ្នាគោរពខ្ញុំទឹកបឹងបានបក់ឡើងម្ដងទៀតហើយនាងទទួលបានអំណាចដ៏អស្ចារ្យដែលធ្វើឲ្យនាងអាចបញ្ជាអ្នកភូមិបានប៉ុន្តែអំណាចនោះធ្វើឲ្យនាងកាន់តែអន្ទើសនិងឯកោអ្នកភូមិគោរពនាងដោយសារខ្លាចមិនមែនដោយសារនៅបំណងទី3សុភីចាប់ផ្ដើមភ័យខ្លាចនាងឃើញថាទ្រព្យសម្បត្តិនិងអំណាចមិនបានធ្វើឲ្យនាងសប្បាយចិត្តឡើយនាងក៏សម្រេចចិត្តសុំអ្វីមួយផ្សេងនាងនិយាយទៅកាន់បឹងថាខ្ញុំខុសហើយខ្ញុំសូមទោសចំពោះភាពលោភលន់និងចិត្តអាក្រក់របស់ខ្ញុំសូមឲ្យខ្ញុំមានឱកាសកែប្រែខ្លួននិងនាំយកសុភមង្គលមកភូមិវិញទឹកបឹងបានបក់ឡើងខ្លាំងជាងមុនហើយដើមឈើនៅកណ្ដាលបឹងបានភ្លឺចាំងឡើងនារីអាចកំបាំងបានលេចមុខម្ដងទៀតហើយនិយាយថាសុភីអើយចិត្តស្អាតរបស់អ្នកបានជួយអ្នកឲ្យរួចផុតពីបឹងនេះឥឡូវទៅចែករំលែកសេចក្តីសប្បាយរីករាយជាមួយអ្នកភូមិវិញគ្រឿងអលង្ការបានប្រែជាគ្រាប់ពូជមាសដែលនៅពេលសុភីយកទៅដាំនៅភូមិបានលូតលាស់ជាដើមឈើដ៏ស្រស់បំព្រងដែលភ្លឺយឺសញ្ញើផ្លែឈើនិងផ្កាដ៏ស្រស់ស្អាតសម្រាប់អ្នកភូមិទាំងអស់សុភីបានក្លាយជាវីនារីនៃភូមិដែលនាំឲ្យភូមិភ្លើងផ្កាយរីកចម្រើននិងពោពេញទៅដោយសេចក្តីសុខ